ពិតជារឿងគួរឲ្យរន្ធត់ណាស់នាយកមីក្រូហិរញ្ញវត្ថុអាមេរិកបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងរថយន្តក្រុងរបស់ក្រុមហ៊ុនដានប្រភពពីខេត្តស្វាយរៀងនៅវេលាម៉ោង 18:30 នាទីល្ងាចថ្ងៃទី 21 ខែមីនាឆ្នាំ 2025 កន្លងទៅនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅបញ្ច្រាស់ទិសគ្នារវាងរថយន្ត Camry Hybrid ពាក់ស្លាកលេខភ្នំពេញ 2BN 8192បុកគ្នាជាមួយនឹងរថយន្តក្រុងរបស់ក្រុមហ៊ុនដានលើផ្លូវជាតិលេខ 1 ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ 108 109 ភូមិនារាទេនឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងបណ្ដាលឲ្យជនរងគ្រោះឈ្មោះចឹកវិមុលអាយុ 29 ឆ្នាំមុខរបរជានាយកមីក្រូហិរញ្ញវត្ថុអាមេរិកមានទីលំនៅនៅភូមិប្រហូតឃុំសំរោងស្រុកស្វាយអន្តរខេត្តព្រៃវែងបើករថយន្តមួយគ្រឿងម៉ាក Camry Hybrid បានគៀបស្លាប់នៅក្នុងរថយន្តយ៉ាងអណោចអាធមដោយឡែកអ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុបាទប្រិយមិត្តទីគោរពរាប់អានបាទនេះគឺជារឿងគួរឲ្យរន្ធត់មែនទែនពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានឆក់យកអាយុជីវិតនាយកមីក្រូហិរញ្ញវត្ថុអាមេរិកដោយបានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តរបស់គាត់បុកជាមួយនឹងរថយន្តរបស់ក្រុមហ៊ុនដានដែលជាក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាមបាទចំពោះអត្ថបទព័ត៌មាននេះដែរសូមបញ្ចប់តែប៉ុណ្ណេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីតារាចម្រៀងលោកឆាយវិរៈយុទ្ធចាប់ផ្ដើមបដូរស្ទីលច្រៀងតារាចម្រៀងលោកឆាយច័ន្ទឆោមហើយឆាយវិរៈយុទ្ធបានងាកមកច្រៀងរ៉េបជាលើកដំបូងតាមរយៈបទគេមានគេចូលមុនដែលលោកបានដឹកដៃភរិយាសំណប់ចិត្តអ្នកស្រីសែច័ន្ទឌីធ្វើឲ្យ fan របស់ខ្លួនត្រៀមរាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំនាពេលខាងមុខនេះគឺជាការវិវត្តមួយជំហានរបស់លោកឆាយវិរៈយុទ្ធដែលកន្លងមកលោកធ្លាប់តែច្រៀងបទស្លូល្បីល្បាញជាបន្តបន្ទាប់តែពេលនេះបានងាកមកច្រៀងរ៉េបវិញម្ដងដើម្បីបង្ហាញសមត្ថភាពឲ្យឃើញថាលោកគឺជាតារាចម្រៀងម្នាក់ដែលអាចច្រៀងបានគ្រប់ទម្រង់ដែលឡែក fan ខ្លះជំរុញឲ្យលោកច័ន្ទឆោមបន្តចេញច្រៀងរ៉េបឲ្យបានច្រើនជាងនេះដើម្បីឲ្យចម្រៀងរបស់លោកមានទីផ្សារគ្រប់រសជាតិព្រោះថាលោកច្រៀងស៊ីតែបទស្លូឬបទមនោសញ្ចេតនាក្រៅពីលោកឆាយវិរៈយុទ្ធតារាចម្រៀងដែលច្រៀងរ៉េបបច្ចុប្បន្នមានដូចជាម៉ាន់វ៉ាន់ដាងួនច័ន្ទដាវីតព្រាបសវັດខេមរៈស្រីមុនច័ន្ទសបញ្ញាទេពពិសិដ្ឋសវណ្ណមនីវ៉ាន់ពេជ្រសុភាសុវិសានិងឈិនរតនៈជាដើមសម្រាប់លោកឆាយវិរៈយុទ្ធមានខ្នងក្រាស់នៅពីក្រោយអាជីពចម្រៀងរបស់ខ្លួននោះគឺប្រពន្ធរបស់លោកអ្នកស្រីសែច័ន្ទឌីដែលជាអ្នកនិពន្ធទំនុកច្រៀងឲ្យលោកច្រៀងបទល្បីៗជាច្រើនមកហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះកំឡុងពេលដែលតារាចម្រៀងរបស់ Sunday ដូចជាលោកខេមរៈស្រីមុននិងខាន់ចេមរត់ចូលទៅជ្រក Galaxy នោះលោកច័ន្ទឆោមនៅតែបន្តជ្រឹកនៅ Sunday ពលគឺគ្មានកម្រងបដូរត្រនំឆាប់ទេបើទោះបីជាលោកថានឹងធ្វើការងារសិល្បៈទៅតាមពេលវេលាក្តីទោះជាយ៉ាងណាការងាកមកច្រៀងបទរ៉េបជាបន្តបន្ទាប់ដើម្បីឲ្យមានការផ្លាស់ប្ដូរក្នុងអាជីពសិល្បៈរបស់លោកក៏ប៉ុន្តែគេមើលឃើញថានៅឆ្នាំ 2025 នេះតារារ៉េបវ៉ាន់ដានិងជីដាវីតនៅតែបន្តនាំមុខក្នុងចង្វាក់នេះចំណែកលោកឆាយវិរៈយុទ្ធគេជឿថានៅតែផ្ដោតលើការវាយលុកទីផ្សារបទចម្រៀងសម័យបទស្លូបែបមនោសញ្ចេតនាជាបន្តទៀតហើយការច្រៀងរ៉េបគ្រាន់តែជាផ្នែកមួយដែលចង់ឲ្យ fan ឃើញនៅអ្វីដែលលោកមិនធ្លាប់បញ្ចេញពីមុនមកខណៈក្រៅពីភរិយាសរសេរបទចម្រៀងឲ្យលោកនោះលោកច័ន្ទឆោមក៏មានបងប្រុសរបស់លោកគឺលោកឆាយច័ន្ទម៉ៅនិពន្ធឲ្យលោកច្រៀងជាប្រចាំផងដែរប្រពន្ធបានឲ្យដឹងថាលោកឆាយវិរៈយុទ្ធអាចនឹងបន្តច្រៀងនៅ Sunday យូរឆ្នាំទៀតព្រោះនៅផលិតកម្មនេះលោកត្រូវបានថៅកែផ្ដល់សិទ្ធិឲ្យគ្រប់យ៉ាងទាក់ទងការផលិតបទចម្រៀងហេតុនេះលោកច័ន្ទឆោមនឹងមិនទៅបុកគ្នាជាមួយនឹងលោកព្រាបសវັດខេមរៈស្រីមុននិងខេមនៅ Galaxy នោះឡើយចំណែកការទៅជំនួសតំណែងព្រាបសវັດនិងខេមរៈស្រីមុននៅហង្សមាសគឺមានភាគរយតិចបំផុតបើទោះបីជាមានព័ត៌មានថាហង្សមាសចាប់អារម្មណ៍ចង់បានលោកឆាយវិរៈយុទ្ធតាំងពីឆ្នាំ 2010 ម្លេះ